តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមហាសេដ្ឋីឬអ្នកជោគជ័យមួយចំនួនចូលចិត្តស្នាក់នៅសន្តាគារថ្ងៃ5ឬរីសតប្រណិតរយៈពេលវែងអាចមួយសប្តាហ៍មួយខែឬសូម្បីតែច្រើនខែមនុស្សជាច្រើនគិតថាពួកគេធ្វើបែបនេះដើម្បីបង្ហាញភាពមានទ្រព្យសម្បត្តិឬចង់រស់នៅបែបប្រណិតប៉ុណ្ណោះប៉ុន្តែការពិតគឺមានហេតុផលជាច្រើនហើយហេតុផលទាំងនោះតាក់ទងទៅនឹងពាក្យថាពេលវេលាប្រសិទ្ធភាពការងារនិងគុណភាពជីវិតទី1ពួកគេកំពុងទិញពេលវេលាមិនមែនគ្រាន់តែទិញបន្ទប់ស្នាក់នៅទេសម្រាប់មនុស្សធម្មតាការស្នាក់នៅសន្តាគារប្រណិតអាចមើលទៅថាជាការចំណាយដ៏ធំប៉ុន្តែសម្រាប់អ្នកដែលរកចំណូលរាប់សែនរាប់លានដុល្លារនៅក្នុងមួយឆ្នាំពេលវេលារបស់ពួកគេមានតម្លៃខ្ពស់ជាងថ្លៃបន្ទប់ទៅទៀតនៅសន្តាគារពួកគេមិនចាំបាច់គិតពីការសម្អាតបន្ទប់បោកគក់ចម្អិនអាហារឬការថែទាំផ្ទះឡើយមានបុគ្គលិកចាំរៀបចំអ្វីៗស្ទើរតែទាំងអស់ពេលវេលាដែលសន្សំបានអាចយកទៅធ្វើការសម្រេចចិត្តសំខាន់ៗប្រជុំជាមួយដៃគូឬសម្រាប់ដើម្បីបង្កើនប្រសិទ្ធភាពការងារទី2ពួកគេផ្ដល់តម្លៃខ្ពស់ចំពោះការសម្រាប់ផ្លូវចិត្តការគ្រប់គ្រងក្រុមហ៊ុនឬអាជីវកម្មធំៗមិនមែនជារឿងងាយស្រួលទេជារៀងរាល់ថ្ងៃពួកគេត្រូវដោះស្រាយបញ្ហាធ្វើការសម្រេចចិត្តធំៗនិងទទួលខុសត្រូវចំពោះមនុស្សជាច្រើនដោយសារតែសម្ពាធទាំងនេះហើយការទៅស្នាក់នៅកន្លែងស្ងប់ស្ងាត់មានសេវាកម្មល្អបរិយាកាសល្អនិងអាហារល្អអាចជួយឲ្យខួរក្បាលបានសម្រាកនិងស្ដារថាមពលឡើងវិញពេលខ្លះការសម្រាកមួយសប្តាហ៍អាចធ្វើឲ្យពួកគេត្រឡប់មកវិញជាមួយនឹងថាមពលនិងគំនិតថ្មីៗទី3ពួកគេអាចធ្វើការបានពីគ្រប់ទីកន្លែងសប្តាហ៍ថ្ងៃបច្ចេកវិទ្យាអនុញ្ញាតឲ្យអ្នកដឹកនាំអាជីវកម្មជាច្រើនមិនចាំបាច់ទៅការិយាល័យរាល់ថ្ងៃនោះទេពួកគេអាចប្រជុំតាមវីដេអូទូរស័ព្ទផ្ញើអ៊ីមែលឬឲ្យក្រុមការងាររាយការណ៍តាមអនឡាញមានន័យថាតួស្នាក់នៅរីសតជាប់មាត់សមុទ្រឬសន្តាគារប្រណិតក៏ពួកគេនៅតែអាចគ្រប់គ្រងការងារអាជីវកម្មបានដូចធម្មតាទី4ភាពឯកជននិងសន្តិសុខមហាសេដ្ឋីអ្នកល្បីឬអ្នកដឹកនាំអាជីវកម្មតែងតែយកចិត្តទុកដាក់លើសុវត្ថិភាពនិងភាពឯកជនសន្តាគារលំដាប់ខ្ពស់ភាគច្រើនមានប្រព័ន្ធសន្តិសុខល្អបុគ្គលិកដែលបានបណ្ដុះបណ្ដាលនិងគោរពភាពឯកជនរបស់ភ្ញៀវទី5ការផ្លាស់ប្ដូរបរិយាកាសអាចជួយបង្កើតគំនិតថ្មីមនុស្សជាច្រើនសម្គាល់ឃើញថានៅពេលចេញពីកន្លែងដែលធ្លាប់នៅជារៀងរាល់ថ្ងៃខួរក្បាលហាក់ដូចជាគិតនិងធ្វើការងារបានច្បាស់ជាងមុនអ្នកដឹកនាំម្ចាស់អាជីវកម្មចំណាយពេលមួយសប្តាហ៍ឬមួយខែនៅរីសតដើម្បីគិតអំពីផែនការរយៈពេលវែងកំណត់ទិសដៅថ្មីឬសរសេរយុទ្ធសាស្ត្រសម្រាប់អាជីវកម្មជួនកាលគំនិតមួយដែលកើតឡើងក្នុងពេលសម្រាកអាចបង្កើតតម្លៃរាប់លានដុល្លារនាពេលអនាគតទី6សម្រាប់ពួកគេវាជាការវិនិយោគមិនមែនជាការចំណាយនោះទេបើមនុស្សម្នាក់រកបានចំណូលខ្ពស់ការចំណាយលើសន្តាគារផ្កាយ5ប្រហែលជាគ្រាន់តែជាភាគរយតូចនៃប្រាក់ចំណូលរបស់ពួកគេប៉ុណ្ណោះដូច្នេះហើយពួកគេមើលឃើញថាជាការវិនិយោគទៅលើសុខភាពពេលវេលាប្រសិទ្ធភាពការងារនិងគុណភាពនៃជីវិតប៉ុន្តែយើងក៏ត្រូវយល់ដែរថាមិនមែនមហាសេដ្ឋីទាំងអស់រស់នៅបែបនេះនោះទេអ្នកមានមួយចំនួនជ្រើសរើសការរស់នៅសាមញ្ញប្រើប្រាស់របស់របរដោយប្រុងប្រយ័ត្ននិងមិនចូលចិត្តភាពប្រណិតនោះឡើយជាចុងក្រោយអ្វីដែលយើងអាចរៀនពីរឿងនេះមិនមែនថាត្រូវទៅស្នាក់នៅសន្តាគារផ្កាយ5ទៅជោគជ័យនោះទេមេរៀនដ៏សំខាន់នោះគឺមនុស្សជោគជ័យជាច្រើនយល់ថាពេលវេលាសុខភាពនិងសមត្ថភាពក្នុងការគិតបានច្បាស់លាស់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតបើការចំណាយណាមួយអាចជួយសន្សំពេលវេលាកាត់បន្ថយភាពតានតឹងនិងបង្កើនប្រសិទ្ធភាពការងារពួកគេចាត់ទុកថាវាជាការវិនិយោគមិនមែនជាការចំណាយឥតប្រយោជន៍នោះឡើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរបើអ្នកទាំងអស់គ្នាមានលទ្ធភាពតើអ្នកនឹងជ្រើសរើសស្នាក់នៅសន្តាគារប្រណិតរយៈពេលវែងដើម្បីសម្រាកនិងធ្វើការឬអ្នកនៅតែចូលចិត្តផ្ទះសាមញ្ញរបស់ខ្លួនសូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមហើយកុំភ្លេចជួយ share និង follow page របស់ខ្ញុំផងបាទសូមអរគុណ